បងប្អូនអ្នកគ្នានៅថ្ងៃទី23នេះគឺនៅថ្ងៃនេះតែម្ដងគឺមានហេតុការណ៍ឡើងដល់គួរឲ្យរន្ធត់មែនទែនខ្ញុំកំពុងតែអធិប្បាយនេះគឺខ្ញុំពិតជារន្ធត់ចិត្តមែនទែននៅពេលដែលឃើញបងប្អូនកម្មការនីគ្រោះថ្នាក់នៅតាមបណ្ដោយផ្លូវហ្នឹងឃើញមានការស្លាប់និងរបួសជាច្រើនបងប្អូនគ្នាយើងគិតមើលនៅពេលដែលគ្រោះថ្នាក់មួយណាវាតែងតែមានការរន្ធត់និងបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងមានការសោកស្ដាយហើយក៏ប៉ុន្តែករណីមួយនេះវារន្ធត់ខ្លាំងមែនទែនដោយសារអីគឺនៅក្នុងម្លានណាគឺមានកម្មការនីហ្នឹងបងប្អូនយើងនឹងគឺច្រើនមែនតើម្លានអាចទៅ20ទៅ30នាក់ឯណោះនៅក្នុងម្លានហើយនៅពេលដែលគ្រោះថ្នាក់បែបហ្នឹងបងប្អូនឃើញទេគឺមានការបាត់បង់អាយុជីវិតនិងស្លាប់យ៉ាងបាត់បាយតាមដងផ្លូវយើងឃើញនេះពិតជារន្ធត់ចិត្តមែនតើហើយបើតាមព័ត៌មាននិងប្រភពវីដេអូជាច្រើនបានចុះផ្សាយថាឡានធំមួយគ្រឿងហ្នឹងប្រភេទវេអងបានបើកថាមានរបឿនលឿនហ្នឹងហើយបើកដោយស្ថានភាពរបឿនលឿនហើយទៅប៉ះទង្គិចជាមួយនឹងឡានដឹកកម្មករដែលកំពុងបើកដោយមានញឹកមានថាកំពុងតែកកស្ទះយ៉ាងច្រើននៅតាមបណ្ដោយផ្លូវហ្នឹងណាក៏ប៉ុន្តែឡានធំហ្នឹងឡានធំដែលបើកមកហ្នឹងគឺគាត់បើកក្នុងស្ថានភាពលឿនហើយក៏ធ្វើឲ្យរេចង្កូតទៅប៉ះនឹងឡានកម្មការនីវាធ្វើឲ្យមានអ្នកស្លាប់យ៉ាងច្រើនដោយដែលបងប្អូនបានឃើញអញ្ចឹងហើយអីដែលខ្ញុំចង់លើកឡើងនេះគឺខ្ញុំចង់រំលឹកផងដែរថាខ្ញុំសូមផ្ដាំវីដេអូនេះទៅកាន់បងប្អូនអ្នកដែលកាន់ចង្កូតចំពោះឡានធំសូមឲ្យមានការពិចារណាឲ្យបានខ្ពស់មែនទែនពិចារណាទាំងថាសូមបើកបរឲ្យមានការប្រុងប្រយ័ត្នជាពិសេសនៅពេលដែលស្ថានភាពកំពុងតែកកស្ទះជាពិសេសនៅពេលដែលមានកន្លែងដែលកកស្ទះខ្លាំងមនុស្សជាច្រើនទីប្រជុំជនច្រើនទីផ្សារអីចឹងទៅយើងបើកបរដោយមានការប្រុងប្រយ័ត្នបើកមួយយឺតសិនទៅចាំដល់កន្លែងដែលមិនសូវមានមនុស្សចាំបើកលឿនទៅក៏មិនថាដែរប៉ុន្តែនេះគឺជាកន្លែងដែលកកស្ទះច្រើនជាកន្លែងដែលពោពេញទៅដោយឡានកម្មការនីហ្នឹងកំពុងតែឆ្លងកាត់ហើយកំពុងតែកកស្ទះមានញឹកមែនទែនប៉ុន្តែបែរជាឡានធំវេអោហ្នឹងបើកបរយ៉ាងលឿនអានេះបើតាមសារព័ត៌មានក៏ដូចជាប្រភពវីដេអូច្រើនបានរាយការណ៍នៅកន្លែងកើតហេតុដែលជានិយាយថាអ្នកសាក់សីដែលឃើញផ្ទាល់បងប្អូនហើយដូច្នេះហើយខ្ញុំសូមស្នើទៀតសង្ឃឹមថាបងប្អូនអ្នកដែលបើកបរឡានធំគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ខ្ញុំឃើញមានច្រើនហើយខ្ញុំឃើញមានច្រើនមែនទែនអ្នកដែលបើកបរឡានធំហ្នឹងខ្ញុំមិនថាទាំងអស់ទេក៏ប៉ុន្តែវាមានច្រើនដោយសារអីគឺខ្ញុំជួបផ្ទាល់ខ្លួនឯងនៅពេលដែលកន្លែងទីប្រជុំជននៅកន្លែងផ្សារបងប្អូនគាត់បើកលឿនហើយនៅពេលដែលគាត់ display ម្ដងណាសឹងតែបែកក្តារជាពិសេសនៅពេលដែលមកដល់កន្លែងទីប្រជុំជនហ្នឹងតែម្ដងនឹងថាគាត់នឹងមានដំណងអី